សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast ពិសេសរបស់យើងនៅរាត្រីនេះជាមួយនឹងខ្ញុំសុជាតាយប់នេះយើងមានប្រធានបទមួយដែលបងប្អូនខ្មែរយើងតែងតែនិយាយតគ្នាពីចំនួនមួយទៅចំនួនមួយហើយគ្រាន់តែឮឈ្មោះក៏ព្រឹកសម្បួរដែរបាទសួស្តីសុជាតានិងសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំសារឿនពិតជារីករាយដែលបានវិលត្រឡប់មកជួបអ្នកទាំងអស់គ្នាវិញប្រធានបទដែលសុជាតានិយាយអំបញ្ញមិញគឺពិតជាមិនធម្មតាមែនគឺរឿងខ្មោចស្រីមេម៉ាយពិតមែនហើយបងសារឿនរឿងខ្មោចស្រីមេម៉ាយនេះគឺល្បីខ្លាំងណាស់ជាពិសេសនៅតាមបណ្ដាខេត្តឆ្ងាយតើបងអាចរៀបរាប់បន្តិចបានទេថាតើវាចាប់ផ្ដើមល្បីខ្លាំងតាំងពីពេលណាហើយហេតុអ្វីបានជាមនុស្សប្រុសភ័យខ្លាចដល់ថ្នាក់យ៉ាងរឿងនេះវាមានតាំងពីយូរយ៉ាវណាស់មកហើយប៉ុន្តែវាល្បីខ្លាំងនៅពេលដែលមានបុរសខឹងភូមិស្លាប់ជាបន្តដោយមិនដឹងមូលហេតុអ្នកខ្លះស្លាប់ទាំងកំពុងដេកលក់ស្រួលសុកក៏បាត់ដង្ហើមទៅតែម្ដងដែលគេហៅថាដេកស្លាប់នឹងឯងព្រឺសម្បួរណាបងចុះហេតុអ្វីបានជាគេសន្និដ្ឋានថាជាស្នាដៃរបស់ខ្មោចស្រីមេម៉ាយទៅវិញតាមមានផុសតាងឬរឿងរ៉ាវអ្វីដែលទាក់ទងនឹងព្រលឹងវិញ្ញាណហ្នឹងតាមជំនឿអ្នកស្រុកគេជឿថាមានវិញ្ញាណស្រីមេម៉ាយម្នាក់ដែលមានសម្រស់ស្អាតខ្លាំងដើររកប្តីនាងនឹងដើរកោះទ្វារផ្ទះណាដែលមានបុរសសង្ហាឬបុរសដែលនាងពេញចិត្តហើយនាំវិញ្ញាណបុរសនោះទៅនៅជាមួយនាងក្នុងភពខ្មោចចុះបើសិនជាបែបនឹងមែនតើអ្នកស្រុកមានវិធីការពារខ្លួនយ៉ាងម៉េចខ្លះបងព្រោះខ្ញុំធ្លាប់ឃើញជាដាក់អាវក្រហមនៅមុខផ្ទះមែនទេត្រូវហើយសុជាតានឹងហើយជាចំណុចចាប់អារម្មណ៍បំផុតដើម្បីបញ្ឆោតខ្មោចស្រីមេម៉ាយកុំហើយមកយកប្តីឬកូនប្រុសរបស់គេអ្នកភូមិតែងតែយកអាវពណ៌ក្រហមទៅចងជ្វាវនៅមាត់ទ្វារផ្ទះឬលើរបងខ្លះទៀតថែមទាំងសរសេរអក្សរថាផ្ទះនេះមិនមានមនុស្សប្រុសរស់នៅទេទៀតផងពិតមែនឬបងចុះបើខ្មោចនឹងចេះអានអក្សរតែនាងមិនដឹងទេអីថាគេកំពុងបោកនាងនេះជាជំនឿបែបបុរាណសុជាតាអើយក្រៅពីអាវក្រហមក៏មានអ្នកខ្លះលាបក្រចកដៃពណ៌ក្រហមឲ្យមនុស្សប្រុសក្នុងផ្ទះទៀតផងដើម្បីឲ្យខ្មោចស្រីមេម៉ាយយល់ថាក្នុងផ្ទះនឹងមានតែមនុស្សស្រីគឺធ្វើគ្រប់បែបយ៉ាងដើម្បីការពារជីវិតប្តីកូនរបស់គេនិយាយដល់រឿងលាបក្រចកខ្ញុំនឹកឃើញរឿងមួយដែលគេធ្លាប់ប្រាប់ថាមានភូមិមួយនោះបរោះលាបក្រចកគ្រប់គ្នាប៉ុន្តែនៅតែមានម្នាក់ស្លាប់តើបងធ្លាប់ឮរឿងនឹងទេងក់ក្បាលយឺតធ្លាប់ឮសុជាតារឿងនោះគេថាដោយសារបរោះម្នាក់នោះគាត់ភ្លេចលាបក្រចកមេដៃឬលាបមិនសពលុះដល់ពេលខ្មោចស្រីមេម៉ាយមកពិនិត្យមើលក៏ឃើញថាជាមនុស្សប្រុសខ្លាំងខ្លួនក៏យកតែម្ដងវាជារឿងដែលគួរឲ្យខ្លាចណាស់សម្រាប់អ្នកដែលជឿស្លងលើរឿងនេះដកដឹងហាមវែងមកតាមបងយល់តើនេះគ្រាន់តែជាជំនឿឬវាមានការពាក់ព័ន្ធនឹងបញ្ហាសុខភាពអ្វីផ្សេងដែរទេបើតាមវិទ្យាសាស្ត្រការស្លាប់ក្នុងពេលដេកលក់អាចបណ្ដាលមកពីជំងឺបេះដូងឬការហត់នឿយខ្លាំងពេកដែលគេហៅថា Brugada syndrome ប៉ុន្តែសម្រាប់អ្នកភូមិដែលមិនទាន់មានចំណេះដឹងផ្នែកវិទ្យាសាស្ត្រជ្រៅជ្រះពួកគាត់ជ្រើសរើសយកជំនឿដើម្បីជាទីបង្អែកផ្លូវចិត្តនិងជាវិធីការពារតាមបែបបុរាណយល់ស្របពិតមែនហើយបងទោះជាយ៉ាងណាក៏ដោយជំនឿនេះបានក្លាយជាចំណែកមួយនៃវប្បធម៌និយាយតគ្នាដែលធ្វើឲ្យយើងមានការប្រុងប្រយ័ត្ននិងចេះស្រឡាញ់សុខភាពខ្លួនឯងកាន់តែខ្លាំងត្រូវហើយទោះជាជឿឬមិនជឿការគោរពតាមទំនៀមទម្លាប់ខ្លះក៏មិនមែនជារឿងអាក្រក់ដែរដរាបណាវាមិនបង្កផលប៉ះពាល់ដល់អ្នកដទៃរឿងខ្មោចស្រីមេម៉ាយនេះបង្រៀនយើងឲ្យឃើញពីក្តីស្រឡាញ់របស់ក្រុមគ្រួសារដែលខំរកវិធីការពារគ្នាទៅវិញទៅមកអរគុណបងសារឿនខ្លាំងណាស់សម្រាប់ការចែករំលែករឿងរ៉ាវដ៏ជោគជ័យនៅយប់នេះជឿថាប្រិយមិត្តអ្នកស្ដាប់ច្បាស់ជាទទួលបានចំណេះដឹងផងនិងភាពព្រឺព្រួយផងមិនខានបាទសូមអរគុណសុជាតាដូចគ្នាសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យសម្រានលក់ស្កប់ស្កល់និងមានសុវត្ថិភាពចាជាចុងក្រោយនាងខ្ញុំសុជាតានិងបងសារឿនសូមជម្រាបលាប្រិយមិត្តត្រឹមនេះជួបគ្នានៅភាគក្រោយជាមួយរឿងរ៉ាវអត្ថកម្បាំងថ្មីទៀតរាត្រីសួស្តី